ខ្ញុំចង់និយាយទៅកាន់ប៉ាម៉ាក់ដែលមានកូន Gen Z ទាំងអស់កូនដែលកើតចន្លោះឆ្នាំ97ដល់ឆ្នាំ2012សូមមេត្តាយកចិត្តទុកដាក់បន្តិចព្រោះក្មេងដែលកើតនៅចន្លោះសម័យ digital ពេញលេញហ្នឹងគឺគាត់កំពុងតែរងសម្ពាធនៃការប្រៀបធៀបចាហ្នឹងគឺមួយដោយសារអីដោយសារតែគាត់ជំនាន់គាត់កើតហ្នឹងគឺវាសោះហ្មងនិយាយទៅ social media គឺវាសោះសាយហ្មងអញ្ចឹងកូនយើងអត់មាននៅក្នុងពេលមកដល់ផ្ទះផុតទេមានន័យថាពេលមកដល់ផ្ទះចូលក្នុងតំបន់ការពាររបស់ពុកម្ដាយទេឬក៏នៅជាមួយពុកម្ដាយនៅក្នុងតំបន់ការពាររបស់ពុកម្ដាយអត់ទេបច្ចុប្បន្នគឺកូនយើង expose នៅក្នុង social media អញ្ចឹងទោះបីជានៅផ្ទះក៏ដោយគឺប្រៀបដូចគាត់នៅក្នុងពិភពលោកអញ្ចឹងគឺមានន័យថាអត់មានប្រព័ន្ធការពារទេអញ្ចឹងបើសិនជាប៉ាម៉ាក់ Gen X ឬក៏ Gen Y millennial ដូចខ្ញុំអីអត់យល់អត់ដឹងអំពីថាតើអាផលប៉ះពាល់ពី social media ការគំរាមកំហែង cyber bully អីទាំងអស់ហ្នឹងបើសិនជាគាត់អត់យល់ទេគាត់អត់បាន check in កូនជាប្រចាំហើយការ check in ហ្នឹងគឺខ្ញុំចង់និយាយទៅលើការ connect ផ្លូវអារម្មណ៍ចាផ្លូវចិត្តរបស់កូនស៊ីជម្រៅបើសិនជាអត់បានធ្វើកិច្ចការហ្នឹងទាំងអស់ទេយើងអាចនឹងផុតដៃចាយើងអាចនឹងផុតដៃមានន័យថា disconnect ជាមួយកូនណាដោយសារផ្លូវចិត្តរបស់គាត់គឺ expose ប៉ះពាល់ដោយសារ social media ហ្នឹងឯងអញ្ចឹងយកចិត្តទុកដាក់បន្តិចអាសា check in ផ្លូវចិត្តកូនជាប្រចាំផងដើម្បីកុំឲ្យកូនមានអារម្មណ៍ថាខ្លួនឯងរស់នៅម្នាក់ឯងទល់ជាមួយនឹងពិភពលោកមួយទាំងមូលចាឲ្យគាត់ដឹងថាយ៉ាងហោចណាស់គឺគាត់នៅក្នុងតំបន់ការពារប៉ាម៉ាក់យល់ប៉ាម៉ាក់ដឹងហើយក៏ប៉ាម៉ាក់ប្រឹងធ្វើអស់លទ្ធភាពដែរដើម្បីការពារកូន